nhomកំពុងតែឆ្ងល់ជាមួយនឹងពងកខ្លួនឯងមែនតើបងប្អូនអើយពេលប្រឡប់បើសិនជាខ្ញុំបញ្ចូលសលេងអីអានឹងអាចនិយាយរឿងលះលឺបន្តិចប៉ុន្តែបើសិនជាខ្ញុំបញ្ចូលសលេងចាប់ពីម៉ោង10ឡើងបងប្អូនចាំស្ដាប់សលេងខ្ញុំខ្សៅនិយាយទៅបំពង់កខ្ញុំនឹងតឹងណែននិយាយទៅចង់ខ្លាំងជាងអ្នកចម្រៀងទៀតបើថាគេអ្នកចម្រៀងទៅសមគេបានច្រៀង4 5បទអីទៅវាស្អកឬក៏វាតឹងណែនទៅហើយបើខ្ញុំនេះអត់ពងកអត់មែនតើខ្ញុំមិនដឹងថាកើតអីទេបងប្អូនឃើញស្ដាប់ស្ដាប់សំឡេងខ្ញុំបានអត់ពេលណាដែលខ្ញុំនិយាយរឿងលះហ្នឹងខ្ញុំនិយាយពីប្រលប់ប៉ុន្តែបើខ្ញុំនិយាយរឿងថប់ណែនហ្នឹងគឺខ្ញុំនិយាយនៅពាក់កណ្ដាលយប់ដូចឥឡូវហ្នឹងខ្ញុំនិយាយកណ្ដាលយប់ណាបងប្អូនខ្ញុំបញ្ចូលសំឡេងកណ្ដាលយប់ហើយដល់ពេលអញ្ចឹងទៅខ្ញុំប្រឹងស្រែកឡើងអស់លេងតែសំឡេងខ្ញុំបានតែប៉ុណ្្នឹងទេហើយថ្ងៃហ្នឹងរនឹកធ្វើអីអត់ឃើញទេបងប្អូនស្លម្ជូរឡងមួយត្រីអាំងពីដំបូងហ្នឹងទិញត្រីអាំងមកថាស្លម្ជូរតឡាចតែបងប្អូនប៉ុន្តែប្តីគាត់អត់ចង់គាត់ថាហូបតឡាចញឹកពេកឡើងមុខដូចតឡាចហើយខ្ញុំនេះចេះតែស្ដាយពេលទៅផ្ទះម៉ែក្មេងម្ដងនឹងឃើញតឡាចផ្លែល្អចេះតែឃើញតែកាត់ទៅយ៉ាងមកស្លបើចិត្តខ្ញុំវិញបងប្អូនហូបតឡាចរងហើយក៏ខ្ញុំអត់ធំដែរឆាតឡាចស្ងោរតឡាចជូរតឡាចនេះអត់មានធំមិនតិចទេប៉ុន្តែបើប្តីខ្ញុំគាត់ហូបរៀងតិចយូរម្ដងអត់អីទេប៉ុន្តែតារៀងញឹកហ្នឹងតាំងល្អដែរហ្នឹងប្រុសក៏ដូចយើងស្រីទៅបងប្អូនអើយបើស្រីប្រកែសំចាយតិចមានអីហូបហ្នឹងហើយប៉ុន្តែមនុស្សប្រុសគឺអត់ដូចយើងគេចង់គេថាហូបតឡាចញឹកពេកគេទលាន់ណាប៉ុន្តែខ្ញុំអត់ទេបានបន្លែធម្មជាតិតាមខ្លួនឯងចេះទៀតបងប្អូនអើយហូបរាល់ថ្ងៃក៏អត់ធំដែរព្រោះយើងដូរមុខម្ហូបរហូតមិនមែនស្លោតែម្ហូបដែរណាគ្រាន់តែបន្លែនឹងវាដែរហើយនិយាយនឹងស្លម្ជូរល្ហុងរបស់ខ្ញុំក៏បានឆ្អិនរួចរាល់ល្មមដែរបងប្អូនអើយបើនិយាយពីរឿងរសជាតិវិញបាច់និយាយទេកប់ស្រីហ្មងបងប្អូនហើយបើសិនជាបានគ្រួក្តាមដាក់ទៀតអើយអែហ្មងប៉ុន្តែយប់ហើយទៅរកគ្រួក្តាមឯណាឲ្យតែបានស្លឲ្យឆ្អិនហូបរួចមួយពេលទៅមានអីដល់ពេលស្លឆ្អិនទៅឆ្ងាញ់គ្រាន់តែថាបន្លែនឹងរៀងវល់បន្តិចបងប្អូនដោយសារតែក្បិតបុកពីខ្ញុំអត់សូវមុតដល់ពេលអញ្ចឹងទៅចិត្តល្ហុងបានស្ដើង